ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី79នាងសីតាបញ្ជាចិត្តព្រះរាមដោយបានបញ្ជាក់ថាកាលពីមុនព្រះអង្គដឹងហើយថានាងស្មោះត្រង់តាមរយៈហនុមានទៅស៊ើបការនិងតាមវិធីឲ្យនាងដើរចូលភ្លើងហេតុអ្វីព្រះអង្គនៅតែសម្លាប់នាងទៀតឥឡូវនេះនាងមករស់នៅក្នុងព្រៃតែម្នាក់ឯងតែងតែជួបយសាជួបព្រានព្រៃផងនោះព្រះអង្គរឹតតែប្រច័ណ្ឌនឹងយកទោសនាងខ្លាំងលើសមុនទៅទៀតព្រះរាមសុំឲ្យព្រះនាងយកព្រះខ័នមកកាត់កព្រះអង្គចោលបើមិនអាណិតដល់ទ្រង់ទេប៉ុន្តែនាងសីតាតបថាបបិទ្ធពាក្យនេះពីរោះមធុស្មានស្មោះមេត្រីផ្អែមលើសក្រៃលែងចំណីឆេះហើយឈឺពោះមិនខានព្រះរាមដឹងថាមិនអាចយកជ័យជំនះលើពាក្យសច្ចៈរបស់នាងបានក៏រកមធ្យោបាយសុំបុត្រពីនាងដើម្បីឲ្យនាងសីតាទៅតាមប៉ុន្តែនាងសីតាបញ្ជាចិត្តព្រះរាមទៀតព្រះរាមយំសោកចង់សម្លាប់ខ្លួននៅទីនោះនាងសីតាខ្លាចស្វាមីសោយទីវង្គតក៏ហៅបុត្រយកមកប្រគល់ឲ្យព្រះរាមនៅពេលនោះទៅព្រះរាមនាំបុត្រទៅជួបនឹងព្រះអនុជទាំង3អង្គព្រមទាំងហនុមាននិងសេនាទាំងអស់នៅខាងក្រៅអាស្រមអ្នកទាំងអស់គ្នាបានសុំទោសគ្នាទៅវិញទៅមកព្រះរាមបានវិលចូលទៅនគរវិញហើយបាននាំបុត្រទាំងពីរទៅថ្វាយបង្គំមាតាទាំង3អង្គពេលនោះជីដូននិងចៅបានស្គាល់គ្នានិងបានសំណេះសំណាលគ្នាអំពីរឿងអតីតកាលព្រះរាមបានចាត់មន្ត្រីឲ្យរកកុមារីដែលមានអាយុ10ឆ្នាំមានរូបឆោមល្អត្រកូលខ្ពស់មកធ្វើជាភីលៀងរបស់រាជកុមារទាំងពីរព្រះរាមបានជប់លៀងបុត្រយ៉ាងពេញទំហឹងយប់មួយព្រះរាជកុមារយំរកមាតាព្រះរាមក៏ចូលទៅលួងលោមបុត្រទាំងពីរលុះព្រឹកឡើងព្រះរាមឲ្យសេនានិងភីលៀងដង្ហែកុមារទៅជួបម្ដាយប៉ុន្តែមុននឹងចេញដំណើរទៅព្រះអង្គបានប្រាប់បុត្រឲ្យជួយអង្វរនាងសីតាឲ្យនាងយល់ព្រមវិលចូលវាំងវិញបើនាងមិនព្រមព្រះអង្គនឹងសុគតនៅថ្ងៃណាមួយមិនខានបើនិយាយដូច្នេះហើយនៅតែមិនព្រមទើបទ្រង់ឲ្យភីលៀងនៅបម្រើនាងនៅទីនោះរាជកុមារបាននាំភីលៀងទៅជួបមាតាដូចបំណងពេលនោះម្ដាយនិងកូនបានជួបគ្នានិងយំរៀបរាប់ពីក្តីនឹករលឹកទៅវិញទៅមកចំណែកឯភីលៀងដែលធ្លាប់ដង្ហែនាងសីតាទៅក្រសាលទឹកពីមុនមកនោះក៏បានយំរៀបរាប់ដែរនាងសីតាបានបញ្ជាក់ថានេះជាកម្មរបស់នាងទេ